เรื่องกลาไปลินវគ្គទី3ចៅចិត្តកើតគំនិតថ្មីតាំងពីថ្ងៃនោះមកចៅចិត្តក៏បានធ្វើជាកម្មករជីកត្បូងនៅគេហស្ថានរបស់លោកលួងរតនសម្បត្តិទោះបីការនោះជាការធ្ងន់ក៏ដោយចៅចិត្តក៏อึតមានចិត្តធន់ទ្រាំតែងតែខំធ្វើការនោះដោយគ្មានខ្មាតអស់ពីចិត្តពីថ្លើមមិនមាននឹកណាដល់សក្តីនឿយហត់ឡើយពាក្យសិទ្ធមីបទថាខ្លួនទីពឹងរបស់ខ្លួនដែលជាពាក្យបណ្ដាមរបស់បិតាចុងក្រោយបង្អស់នោះនៅលឺសួរកងរំពឹងក្នុងត្រចៀករបស់ចៅចិត្តហាក់ដូចជាមានទេវតាចាំខ្សឹបប្រាប់នឹងត្រចៀកជានិច្ចការខំប្រឹងមកធ្វើការយ៉ាងម៉ឺងម៉ាត់ឥតមានទម្រុននិងអធ្យាស្រ័យល្អរបស់ចៅចិត្តនោះជាហេតុធ្វើឲ្យពួកកម្មករធ្វើការផងគ្រាស្រឡាញ់រាប់អានជាច្រើនរហូតដល់លួងរតនសម្បត្តិក៏មានចិត្តមេត្តាគ្មានកំឡោះនោះជាច្រើនដែរចៅចិត្តចូលមកធ្វើការនៅផ្ទះលោកលួងរតនសម្បត្តិអស់វេលា6ខែកន្លងមកហើយនោះតែងបានជួបប្រទះនឹងធម្មជាតិថ្មីដូចជាព្រៃភ្នំក្រំថ្មព្រឹក្សាលតាវលនិងអាកាសស្រស់បរិសុទ្ធដែលជារបស់ចម្លែកក្នុងជីវិតចៅចិត្តតែដែលចម្លែកយ៉ាងពន្លឹកជាងនេះទៅទៀតនោះគឺគុណនារីចវាយក្រមុំរបស់ចៅចិត្តដែលជាស្រីប្រកាន់ខ្លួនមានឫទ្ធិពាឆ្មាំងឆ្មៃហើយជានារីមានរូបឆោមយ៉ាងល្អឯកក្នុងស្រុកបបៃលិនហាក់ដូចផ្កាកុលាបកំពុងរីកផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ក្នុងវស្សានុរដូវវេលាដែលចៅចិត្តអង្គុយក្នុងផ្ទះស្ងាត់តែម្នាក់ឯងច្រើនប្រមូលយករឿងអស់នេះមកគិតនឹកជានិច្ចហើយនឹកឆ្ងល់តែម្នាក់ឯងថាចុះហេតុដូចម្ដេចបានជាអញចេះតែរំពឹងនឹកដល់នាងក្រមុំនេះអីម្លេះចុះអញជាប់ចិត្តប្រតិព័ទ្ធនាងក្រមុំនេះឬអ្វីមិនបានទេនាងនេះរូបឆោមល្អមែនហើយប៉ុន្តែរឹកពាឆ្មាំងឆ្មៃប្រកាន់ខ្លួនហួសពេកថែមទាំងមានសម្បត្តិស្តុកស្ទាំណាស់ហួសវិស័យច្អូងតោងបេះប្រលេះយកឲ្យបានចុះអ្នកមានប្រយោជន៍អ្វីដែលអ្នកនៅខំនឹកដល់គេទុកជាខំទប់ចិត្តមិនឲ្យគិតដូចម្ដេចក៏នៅតែមានចិត្តរីករេទៅរករូបបារម្ភនោះទាល់តែបាននៅទីបំផុតចៅចិត្តកាលវិនាថាខ្លួនទៀបកុំតោងដៃឃ្លីកុំឈោងស្រវាអោភ្នំចំណែកនាងនារីក៏ធ្លាប់គិតថាកម្មករថ្មីរបស់នាងនេះជាមនុស្សចម្លែកជាងគេមិនចេះប្រជុំប្រជែងចវាយណាយនិយាយត្រង់ទៅត្រង់មកឥតចេះក្លែងចិត្តគេសោះថែមទាំងចេះនិយាយសម្ដីទាន់សម័យទៀតផងបានជានាងនឹកជឿថាកម្មករកំឡោះនោះបានរៀនសូត្រចេះដឹងច្រើនគួរសមដែរជួនកៅនាងបានឮសួរបុរសកំឡោះនោះស្រែកច្រៀងរាយទំនុកតាមការកំសត់របស់ខ្លួនក៏មានច្រៀងទំនុកយុវគិរមជាពាក្យរំលឹកយុវជនក៏មានទើបនាងយល់ថាកម្មករកំឡោះនោះច្បាស់ជាចេញមកពីសាលាមធ្យមសិក្សាណាមួយជាប្រកបនៅវេលាប្រលប់ថ្ងៃនោះជាខែរណូតព្រះចន្ទ្រៈក៏រះឡើងបំប្រាំងប្រាំងមើលឃើញឆែបមួយជំហៀងឆ្លោះបន្លឺពណ៌ប្រផេះគងចុងប្រឹក្សាយ៉ាងត្រជាក់ត្រចង់នារីចុះមកដើរលេងកំសាន្តចិត្តជាមួយនឹងស្រីបំរើម្នាក់នៅទីសួនច្បារមុខផ្ទះដែលមានស្មៅរៀបស្អាតដោយកម្រាលព្រំនាងតែងតែចោលភ្នែករលេចមើលទៅកូនផ្ទះមួយដែលចៅចិត្តស្នាក់នៅនោះជារឿយពេលនោះនាងបានឃើញផ្ទះនោះងងឹតឥតពន្លឺភ្លើងទើបនាងនាំក្មេងស្រីបំរើហើយលបដើរឈៀងជន់ទៅឈរនៅគុំផ្កាដកគ្រឹមខាងមុខបង្អួចក៏ស្រាប់តែឮសូរសំឡេងមនុស្សច្រៀងទំនុកយុវភិរមយ៉ាងពិរោះចាប់ចិត្តថាពួកយើងជាគណៈយុវជនស្រស់ស្រួលលើសលន់ទាំងប្រុសទាំងស្រីជលយុវសាលាដេលេទីបេកាថ្មីប្រយោជន៍ដើម្បីជួយចរំជ្រែងគ្នាឲ្យបានចងបាត់ជាក្រុមមិត្តភក្តិស្រឡាញ់រួមរយៈជាសាមគ្គីទាំងជាតិយើងផងនាមេត្រីគ្រប់គ្នាជាសុខសែមសានគួរជួយអ្នកស្រុតឲ្យបានចេញទៅដើរមើលលំនៅសពទីភូមិធានមើលស្រែចម្ការនិងច្បារឧទ្យានកិច្ចការប៉ុន្មានកងចងចាំទុងលាក់នឹងលាក់វេលានោះព្រះស្មៃព្រះចន្ទ្រៈកំពុងតែចូលមកតាមចន្លោះបង្អួតនិងចន្លោះទ្វារទើបមាននាងមើលទៅឃើញរាងកាយចៅចិត្តដេកលក់ស្តុកស្ទឹងនៅទីនោះយ៉ាងច្បាស់លាស់នាងក៏ស្រែកដាស់ចៅចិត្ត 3-4 ម៉ាត់
ចៅចិត្តក៏ប្រែខ្លួនស្ទុះក្រោកឡើងទាំងងងុយងកកាលឃើញអ្នកដែលចូលមកដាស់ច្បាស់ក៏មនីនិយាយអញ្ជើញឲ្យអង្គុយដៃកិរិយាអោនំតូនអញ្ជើញអង្គុយគុណនារីចៅចិត្តនិយាយព្រមទាំងលើកកៅអីមួយមកជូនអង្គុយហើយនិយាយថាការដែលគុណអញ្ជើញមកលេងផ្ទះខ្ញុំបាទមានសេចក្តីត្រេកអរណាស់ទុកដូចជាបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់នាងនារីធួមុខក្រញោបន្តិចហើយស្ដីទូថាអ្នកណានិយាយថាខ្ញុំមកលេងនឹងអ្នកឯងចៅចិត្តនឹកសង្ស័យក៏សួរទៅវិញថាចុះគុណអញ្ជើញមកមានការអ្វីនាងតបទៅវិញយ៉ាងកំបុតថាខ្ញុំមកស្ដាប់មនុស្សច្រៀងទេតាចុះអំបញ្ញមាញ់នេះអ្នកណាច្រៀងទំនុកយុវភិរមកលែងក្នុងទីនេះចៅចិត្តធួឡងនិយាយសួរទៅនាងថាទៀនប្រោយុវភិរមជាអ្វីជាសត្វឬជាមនុស្សខ្ញុំបាទមិនដែលឮស្មូសោះឡើយនាងនារីខឹងឡើងមុខក្រហមហើយប្រាប់ទៅថាណែអ្នកភ្លើយុវភិរមជាទំនុកច្រៀងមួយខ្ញុំចង់ដឹងតើអំបញ្ញមាញ់នេះអ្នកណាច្រៀងចាត់អេទេនោះណាច្រៀងខ្ញុំបាទឲ្យដឹងសក់ឡើយតែខ្ញុំបាទមិនមែនច្រៀងទេឯខ្ញុំបាទនេះកុំថាដល់ទឹកភ្លេងយុវភិរមជាទំនើបថ្មីអ្វីនោះឡើយតែបាត់សកវ៉ាចុះផែទូករាល់ឆ្នាំនោះខ្ញុំបាទក៏អិតចេតនឹងគេសក់ឡើយនារីកុំភូតខ្ញុំបាទឮសូរសំឡេងច្រៀងអំពីខាងលើផ្ទះនេះឯងហើយនៅលើផ្ទះនោះក៏មានតែអ្នកឯងម្នាក់ឯងមែនទេបាទមានតែខ្ញុំបាទម្នាក់ឯងមែនតែខ្ញុំបាទមិនមែនអ្នកច្រៀងទេអ្នកឯងច្រៀងក្អែងនៅតែប្រកែកនឹងគេទៀតនារីផ្ទួនពាក្យចៅចិត្តសើចហើយថាខ្ញុំបាទជំរាបហើយថាខ្ញុំបាទមិនចេះច្រៀងទេក៏នៅតែបង្ខំឲ្យច្រៀងទៀតខុននារីបើខ្ញុំបាទចេះច្រៀងនឹងច្រៀងជូនខុនស្ដាប់ឥឡូវនេះឯងនាងនារីនឹកខឹងក្រោកឡើងឈរហើយថាមនុស្សបែបនេះនិយាយខ្មែរមិនចេះស្ដាប់ទេចិត្តបើមិនចេះស្ដាប់ភាសាខ្មែរហេតុអីក៏និយាយឆ្លៃឆ្លងគ្នាបាននារីជប់ចិត្តកុំនិយាយខ្លងណាស់នាងលើកដៃហាមហើយនាងប្រុងនឹងចោះពីផ្ទះនោះទៅដោយរន់តែចៅចិត្តអង្វរខាត់ថាពុទ្ធោគុណនារីគុណប្រញាប់អញ្ជើញទៅណាភ្លាមនាងឆ្លើយយ៉ាងសោះការក្រោះថាទៅគេងចិត្តគុណកុំអាលអញ្ជើញទៅគុណមិនគួរលះបង់ធម្មជាតិល្អដល់ត្រកាលដែលគួរពិតពិលមករមិលមើលក្នុងវេលានេះទៅទេនារីខ្ញុំក៏ចូលចិត្តធម្មជាតិល្អដូចនេះដែរតែស្អប់មនុស្សគួរព្រើលនៅទីនេះអត់មានមនុស្សគួរទេគុណចៅចិត្តខ្ជិលនិយាយជជែកតទៅទៀតបែរជាបបួលដោយស្រួលថាណាយគុណមិនបាច់និយាយជជែកគ្នាច្រើនទេសូមអញ្ជើញទៅសន្ទនាលេងក្នុងសួនច្បារឯណោះមើលធម្មជាតិល្អដល់ត្រកាលកុំរមមានណាមិនដឹងជាអំណាចអ្វីមកក្របសម្កត់ឲ្យនាងនារីធ្វើតាមពាក្យអញ្ជើញរបស់ចៅចិត្តស្រាប់តែចុះដារនាំមុខទៅដោយស្រួលទៅអង្គុយលើជើងម៉ាវែងក្បែរដើមចំបៃមួយដើមជាមួយនឹងស្ត្រីបម្រើរបស់នាងឯចៅចិត្តក៏អង្គុយលើស្មៅក្បែរជើងម៉ាវែងនោះដែរតែភ្នែករំពៃងើបមើលទៅព្រះចន្ទ្រាឆែបពាក់កណ្ដាលដួងដល់ដេដាស់ទៅដោយពូផ្កាយមានចំនួនច្រើនលើលុនកណ្ដនីហើយចៅចិត្តនិយាយឡើងថាគុណគប់ចិត្តពន្លឺរស្មីដួងព្រះចន្ទ្រាឬទេនារីខ្ញុំចូលចិត្តដែរចិត្តចៅចិត្តនិយាយដោយសម្ដីទន់ផ្កែមថាមែនហើយគុណនារីធម្មជាតិជារបស់ចម្លែកនេះអាចប្រឡូមលងលោមអារម្មណ៍របស់មនុស្សយើងឲ្យបានសុខស្រួលពន្លឺរស្មីព្រះចន្ទ្រាខ្យល់រំភើយផាត់និងក្លិនក្រអូបឈ្ងុយឆ្ងប់របស់ផ្កានានាអាចធូរចិត្តគំនិតរបស់យើងឲ្យមានអារម្មណ៍រីករាយទៅបានយ៉ាងចម្លែកនាងអង្គុយស្ដាប់សម្ដីចៅចិត្តនិយាយដោយអារម្មណ៍អណ្ដែតអណ្ដូងនាងគិតថាកម្មករកំឡោះនេះជាមនុស្សចម្លែកជាងកម្មករឯទៀតរបស់នាងសម្ដីគ្រប់ម៉ាត់របស់កម្មករនេះពេញទៅដោយសំនួនវោហាមួនគួរឲ្យចង់ស្ដាប់មិនសមជាមនុស្សខ្សោយចំណេះឆេះដឹងទេនាងនារីស្ងាត់ទៅមួយស្របក់ចៅចិត្តក៏ផ្ដាំនិយាយឡើងមុនថាបើគុណនៅតែម្នាក់ឯងអង្គុយជាមួយនឹងធម្មជាតិបែបនេះ
តើคุณធ្លាប់នឹកប្រវត្តិដល់ញាតិមិត្តសម្លាញ់ដែលនៅឆ្ងាយៗខ្លះដែរឬនាងខ្ញុំធ្លាប់នឹកដែរចិត្តខ្ញុំបាទក៏ធ្លាប់នឹកដែរហើយច្រើនតែជាប់នៅនឹងចិត្តជានឹកផងអោคุณនារីតាំងពីខ្ញុំបាទមកអាស្រ័យនឹងផ្ទះคุณនេះខ្ញុំបាទមិនដែលឃើញអ្នកម្ដាយរបស់คุณដល់ម្ដងសោះនារីខ្ញុំគ្មានម៉ែទេចិត្តអ៊ីចម្លែកដែរបើคุณគ្មានម្ដាយចុះคุณកើតមកដូចម្ដេចបាននារីយើណែគាត់ឯងកុំនាំអុចអាល់បណ្ដាលឲ្យកើតទោសោណាមពាក្យថាគ្មានម្ដាយនេះគឺថាម្ដាយនោះគាត់អនិច្ចកម្មទៅហើយយល់ទេចិត្តអូដូច្នេះទេឬយល់ហើយទៀនប្រោតែคุณកាន់តែគ្រាន់បើជាងខ្ញុំបាទច្រើននារីម្ដាយគាត់ខូចទៅហើយដែរឬចៅចិត្តធ្វើមុខស្រពោនហើយថាคุณនៅគ្រាន់បើជាងខ្ញុំបាទច្រើនព្រោះមានឪពុកបីបាច់រក្សាចំណែកខាងខ្ញុំបាទគ្មានទាំងឪពុកទាំងម្ដាយត្រង់នេះអ្នកនារីសង្កេតមើលទឹកមុខចៅចិត្តឃើញស្ងួតស្រពោនទៅច្រើនចៅចិត្តសន្សឹមងើបមុខមើលតែមុខនាងហើយនិយាយថាប្រសិនបើធៀបខ្លួនคุณខ្ញុំបាទវិញហើយថែមទាំងជាស្ត្រីផងคุณតោងគិតថាការតស៊ូនឹងជីវិតដែលក្រីក្រលំបាកតោងយ៉ាកធ្វើតាមទំនើងតែម្នាក់ឯងតើវាមានរសជាតិដូចម្ដេចខ្លះតែខ្ញុំបាទជាប្រុសល្មមអត់ធ្មត់សេចក្តីលំបាកបានគ្រប់យ៉ាងហើយធ្លាប់តទល់នឹងសេចក្តីក្រីក្រតោកយ៉ាកមកច្រើនហើយជួនកៅខ្ញុំបាទអត់បាយពេញមួយថ្ងៃក៏មាននាងអ្នកលីអង្គុយសំងំស្ងៀមចាំស្ដាប់ចៅចិត្តនិយាយតែក្នុងចិត្តនឹកអាណិតអាសូរចៅចិត្តជាពន្លឹកហើយនឹកដល់ខ្លួនឯងថាបើអញត្រូវបានទទួលគ្រោះថ្នាក់យ៉ាងនេះឯងតើនឹងមានសេចក្តីលំបាកយ៉ាងណាទៅនារីចុះចិត្តមកនៅទីនេះបានស្រួលខ្លោះហើយឬនៅទេចិត្តនាងនិយាយតិចហើយមានសម្លេងទន់ជាងមុនច្រើនចៅចិត្តត្រសម្លឹងមើលភ្នែកនាងនារីហើយញញឹមយ៉ាងរស់រាយឆ្លើយថាខ្ញុំបាទបានស្រួលច្រើនคุณនារីតាំងពីខ្ញុំបាទចូលមកអាស្រ័យនឹងផ្ទះคุณនេះខ្ញុំបាទបានស្រួលឡើងច្រើនមិនបាច់នឹកព្រួយក្រែងអត់បាយស្លាប់ទេបើបៃលិននៅតែមានមេត្តាខ្ញុំបាទយ៉ាងនេះជានឹកទៅខ្ញុំបាទមុខជាសូមផ្ញើឆ្អាំងនៅតំបន់នេះជាប្រកបអាកាសនៅបបៃលិនតាមធម្មតាត្រជាក់ជាងស្រុកសង្កែបាត់ដំបងច្រើនបើជួនជាត្រូវរដូវរងាដូចក្នុងវេលានេះក៏កាន់តែត្រជាក់ខ្លាំងឡើងទៀតច្រើនលុះលឺសូរទឹកសន្សើមចុះពីស្លឹកឈើមិនដាច់រយ៉ាក់ដួងចន្ទ្រាមួយចំហៀងនោះក៏លិចបាត់បង់ដងភ្នំទៅខ្យល់ត្រជាក់កាន់តែបក់ផាត់ខ្លាំងឡើងជាហេតុនាំឲ្យត្រជាក់ញាក់ដល់បេះដូងកំឡោះក្រមុំទាំងពីរនាក់ទើបចៅចាត់សន្សឹមក្រោកឡើងមើលទៅផ្ទៃមេឃដោយកិរិយាស្រពោនហើយនិយាយឡើងថាយប់ជ្រៅហើយคุณនារីអញ្ជើញឡើងទៅផ្ទះវិញចុះអំណាចទឹកសន្សើមនិងខ្យល់រងាបែបនេះអាចធ្វើឲ្យคุณផ្ដាសាយឬទៅជាគ្រុនក៏សឹងបានឯនារីក្រោកដាវឡើងទៅលើផ្ទះដោយស្រួលដូចកូនក្មេងដែលប្រដៅបានបែបបត់ល្អតែនាងមកនឹកឆ្ងល់ក្នុងចិត្តថាកម្មករកំឡោះនេះមានអំណាចអ្វីហ៎អាចហ៊ានបង្កប់អញឲ្យធ្វើតាមបង្កប់ខ្លួនបានដោយងាយដូច្នេះតែនាងក៏គិតយល់ថាប្រសិនបើអញនៅហាលសន្សាមយូរពេកអាចធ្វើឲ្យគ្រុនរងាឬផ្ដាសាយបានមែនលុះដល់ព្រឹកឡើងចៅចិត្តក៏លីចប់ដើរចេញទៅធ្វើការជីកត្បូងនាអណ្ដូងត្បូងត្រង់ទិសខាងកើតដោយសពដងដែលធ្លាប់ធ្វើមករត់ថ្ងៃបានដាវកាត់មុខផ្ទះធំនោះទៅស្រាប់តែឃើញនាងនារីនិងលោកឃ្លួងរតនសម្បត្តិអង្គុយក្នុងរថយន្តយេហៅណូតដែលជារថយន្តសម្រាប់ប្រើទៅទិញអីវ៉ាន់នៅផ្សារសង្កែឯតាស៊ុនជាអ្នកបររថយន្តនោះខំប្រាំងរវៃតតែបែកញើសក៏នៅតែមិនឆេះសោះដល់យូរពេកណាស់ទើបលោកឃ្លួងស្រីសួរទៅថាតាស៊ុនរថយន្តមិនឆេះទេឬអូតូតាសុនក្រវីក្បាលយកកន្សែងជូតញើសមុខហើយជម្រាបទៅលោកថាមិនឆេះទេទៀនប្រអោះខ្ញុំបាទបានដោះលាងសម្អាតគ្រឿងពីយប់មិញនេះឯងស្រាប់តែព្រឹកឡើងវាគីដូចនេះទៅចៅចិត្តដើរចូលមកជិតលើកដៃសំពះលួងរតនសម្បត្តិហើយជម្រាបសួរថាទៀនប្រអោះ
ព្រះតេជគុណនឹងអញ្ជើញទៅឯណាលោកតបទៅថាខ្ញុំទៅទូលលោកបាឡាតស្រុកសង្កែបន្តិចតែរថយន្តវាមិនព្រមឲ្យទៅសោះចៅចិត្តនាងនារីសម្លឹងមើលចៅចិត្តមួយផ្លែកឃើញទឹកមុខដូចជាស្រកបោះជាងសពថ្ងៃមានកិរិយាអង្អាចខុសពីកម្មករឯទៀតនារីប៉ាយើងទៅមិនរួចទីឬអីនាងសួរដោយសេចក្តីព្រួយចាត់សូមឲ្យខ្ញុំបាទរវៃមើលបន្តិចក្រែងលោឆែឡើងបានហើយចៅចិត្តបើកក្របបាំងគ្រឿងយន្តពិនិត្យមើលមួយស្របក៏ញញឹមហើយនិយាយថាទៀនប្រអស់តកត្រង់ណេះរវៃម្ដងទៀតឆែកជាប្រកាសហើយប្រាប់តាសុនឲ្យរវៃម្ដងទៀតតាសុនចាប់រវៃម្ដងទៀតគ្រឿងយន្តក៏ក្រហឹមគឺកងមួយរំពេចឡើងអ្នកទាំងអស់គ្នាក៏ញញឹមតាសុនក៏ឡើងទៅផ្ទះសមាចៅចិត្តហើយលន់មកថាពូកាយក្រនបាអ្នកក្មួយអញលួងរតនសម្បត្តិក៏លន់មកដោយសេចក្តីត្រេកអរហើយសួរចៅចិត្តថាចៅចិត្តពូកាយមែនរៀនចាក់ពីណាប្រសពលក្ខចំណេះណាស់ចៅចិត្តនឹកត្រេកអរបងអនខ្លួនជំរាបទៅលោកថាធានប្រអស់មិនបានរៀនឯណាទេគ្រាន់តែធ្លាប់បររថយន្តមកដែរក៏លំមធ្វើខាតចម្ពោះតែគ្រឿងដែលខូចខាតរតិរន្ទុយតែប៉ុណ្ណោះហើយចាប់ចប់លើកលីលើសនាប្រុងដាយចេញទៅឯតាសុនបានលឺសម្ដីដែលចៅចាត់ថាធ្លាប់បររថយន្តមកដែរក៏នឹកដល់ប្រពន្ធដែលទើបមកដល់បច្ចៈពីព្រឹកមិញនេះគាត់មិនទាន់បានសាកសួរអំពីសុខទុក្ខសោះស្រាប់តែជាប់រវល់មកបររថយន្តជួលលោកលួងរតនសម្បត្តិទៅស្រុកសង្កែបទើបគាត់ជម្រាបសុំច្បាប់លោកថាទៀនប្រអស់ថ្ងៃនេះខ្ញុំបាទមានទុរៈរបិទប្រពន្ធខ្ញុំបាទទើបមកដល់ផ្ទះពីព្រឹកមិញនេះខ្ញុំបាទមិនទាន់បានសាកសួរសុខទុក្ខវិថាប្រញាប់វិលទៅស្រុកវិញក៏នៅពេលវេលាថ្ងៃត្រង់នេះផងដូច្នេះសូមប្រតិជោគុណមេត្តាឲ្យចៅចិត្តបររថយន្តជំនួសខ្ញុំបាទមួយពេលសិនចុះលោកលួងរតនសម្បត្តិស្ងៀមមួយស្របុកបែរទៅសួរចៅចិត្តថាចិត្តឯងបររថយន្តជំនួសតាសុនមួយថ្ងៃបានទេចៅចិត្តបែរមើលទៅមុខតាសុនឃើញសម្ដែងអាការអង្វរទើបចៅចិត្តតម្រៀបទៅលោកថាខ្ញុំបាទបោះជូនបានទេទីនប្រអស់តាសុនត្រេកអរណាស់ស្ទុះទៅចាប់ដៃចៅចិត្តអង្រុញថាអរគុណអ្នកក្មួយណាស់សូមអ្នកក្មួយសម្លាញ់ជួយយកទៅបុណ្យទៅចុះហើយគាត់ងាកមកលើកបាយសំពាក់លួងរតនសម្បត្តិដើរចិនទៅចៅចិត្តយកគ្រឿងប្រដាប់ធ្វើការទៅទុកស្រេចហើយក៏ផ្លាស់សម្ពុតអាវកម្មករជាអ្នកបរយន្តឡើងកាច់ចង្កូតបោះចេញពីទីនោះទៅទំនងជាអ្នកឆ្លាតមុនប្រសពដោយមិនមានឧបសគ្គរវាងពាក់កណ្ដាលផ្លូវដរាបមកដល់ស្រុកសង្កែបដែលជាទីក្រុងបាត់ដំបងឪពុកនិងកូនក៏ចុះពីរថយន្តដើរសម្ដៅទៅកាន់ផ្ទះមួយក្បែរសាលាស្រុកប្រហែលកន្លះម៉ោងទើបឃើញនាងនារីចុះពីផ្ទះនោះមកចៅចិត្តសួរដោយកិរិយាសុភីថាត្រឡប់ទៅឥឡូវឬនៅទេខុននៅទេនាងតបកំពុតហើយថាចិត្តតងទៅទិញអីវ៉ាន់ឯផ្សារជាមួយនឹងខ្ញុំឥឡូវនោះកញ្ច្រែងចិត្តកាន់យកទៅផងណាចៅចិត្តនឹកភាំងបន្តិចដបិតតាំងពីកាតមកមិនដាវកាន់កញ្ច្រែងដើរតាមក្រោយស្រីណាម្ដងសោះតែគ្រានេះត្រូវតែធួតាមដបិតគេជាចវាយខ្លួនឲ្យប្រាក់ខែខ្លួនគេឲ្យផ្ទះនៅទុកជាកាលធ្វើដូច្នេះនាំឲ្យអាម៉ាស់មុខយ៉ាងណាក៏ត្រូវតែប្រតិបត្តិតាមបង្គាប់ទៅសិនចុះទើបនិជិតស៊ូកាត់គៀតខ្មាស់ចាប់កញ្ច្រែងត្រីដែលរុយតាមក្រោយចវាយក្រមុំមានរូបឆោមស្រស់ប្រឹមប្រៃនោះទៅនាងនារីបង្គាប់ចិត្តទៅសួរទិញត្រីរស់ធំពីរយកទៅស្ងោរជក់តើគេលក់មួយថ្លៃប៉ុន្មានឬឲ្យធាត់បន្តិចចៅចិត្តនិយាយសុំខ្លួនថាសុំកុំប្រាឲ្យខ្ញុំបាទទិញលយខុននិយាយឆ្លើយតបទៅទៀតថាតាំងពីបានកើតមកខ្ញុំបាទមិនដែលទិញត្រីសាច់បន្លែបង្ការអ្វីទេក្រែងខុនបន្ទូថាទិញថ្លៃពេកដបិតខ្ញុំបាទមិនចេះតថ្លៃទិញត្រីទេទៀនប្រោសនារីមិនអីទេទៅសួរទិញចុះចាំខ្ញុំតថ្លៃឲ្យចិត្តសូមឲ្យខុនតថ្លៃទិញខ្លួនឯងចុះនាងនារីឡើងមុខប្រហមបន្តិចក៏ដើររួយទៅទិញដោយខ្លួនឯងឯចៅចិត្តក៏កាន់កញ្ច្រែងដើរតាមក្រោយកាលទិញបានត្រីរស់ពីរដើរវិលទៅទិញរៀនឯទៀតនាងនៅនឹកខ្នាញ់នឹងការចរចេររឿងរូបរបស់ចៅចិត្តណាស់ក៏ក្លែងដើរចេញពីរៀនមួយទៅរៀនមួយទៀតដើរវិវៈចុះឡើងជាច្រើនបកច្រើនសាទិញអីវ៉ាន់ច្រើនស្គរតលតែចៅចិត្តយកទៅស្ទើរតែមិនរួចនាងនឹកខ្នាញ់ក៏ខ្នាញ់ណាស់
ដោយបានឃើញចៅចិត្តកាន់ពេញដៃទាំងពីរយូរផងត្បៀតក្លៀកវែងយកនាងរនងហើយនាងធួជាដាវវល់ជាច្រើនបកច្រើនត្រឡប់ទើបបត់ចូលទៅឯរថយន្តនោះចៅចិត្តក៏ចេះតែដាវប្រគិតតាមក្រោយដរាបដល់រថយន្តហើយរំលែកអីវ៉ាន់ទៅក្នុងរថយន្តនោះទៅនាងនារីឃើញកិរិយាចៅចិត្តធ្វើដូច្នេះក៏ច្រឡោតឡើងថាយីគាត់នេះក្លែងទម្លាក់អីវ៉ាន់លើក្បាលអញឬចៅចិត្តឆ្លើយឡើងថាសូមអត់ទោសទៀនប្រោសធ្ងន់ពេកតែខ្ញុំបាទទម្លាក់លេការរថយន្តទេតាប្រយ័ត្នគាត់ឯងកុំធ្វើកិរិយាថោកទាបពេកណៃចិត្តលឺហាយគ្រាន់តែញញឹមហ៊ូហ៊ូហាក់ដូចជាមិនយកចិត្តទុកដាក់នឹងការខឹងសម្បាររបស់ចវាយក្រមុំនោះសោះអូតូអ្នកទាំងពីរក៏អង្គុយនៅស្ងៀមទាំងអស់គ្នាឥតនិយាយគ្នាមួយម៉ាត់សោះមួយស្របទៅឃើញលួងរតនសម្បត្តិមកដល់ទីចតរថយន្តជាមួយបុរសកំឡោះមួយរាក់មុខវែងពាក់មួកសពាក់អាវបើកចងក្រវ៉ាត់ស្លៀកខោកាគីពាក់ស្បែកជើងពណ៌ក្រហមស្រោមជើងសនៃចិត្តគ្រាន់តែក្រឡេកមើលទៅឃើញបុរសនោះក៏មានសេចក្តីទាស់ចិត្តឥតត្រេកអរបន្តិចបន្តួចឡើយលួងរតនសម្បត្តិនិយាយថាយើងតោងប្រញាប់ទៅអីលេសទៅបានបងអង្គយូពកមិនបានទេត្បិតយើងឥតដាក់កំភ្លើងមកផងសោះក្រែងចោលប្លន់កណ្ដាលផ្លូវនាងនារីបាយទៅញញឹមយ៉ាងផ្អែមខណៈដែលបុរសកំឡោះនោះឡាយមកលើរថយន្តហើយសួរថាលោកបាឡាត់ដាក់កំភ្លើងមកដែរឬចៅចិត្តទៅអ៊ុយរងើនៅតែក្នុងកំពង់កបុរសកំឡោះនេះឬជាបាឡាត់ស្រុកស្រងកែរូបរាងបែបនេះមិនគួរសែបគប់សក់ឡើយកន្លែងអង្គុយវាលវៀងមិនអង្គុយនៅតែទៅប្រជ្រៀតអង្គុយក្បែរខុននារីក្រអឺតចំណែកខាងលោកបាឡាត់តាក់គូតឲ្យប្រាប់ថាខុននារីកំពុងមានកំភ្លើងខ្លីជាប់មកជាមួយដែរលួងរតនសម្បត្តិក៏សើចហើយថាមានមួយប៉ុណ្ណិនក៏ល្មមហើយលោកបាឡាត់ហើយងាកទៅប្រាប់ចៅចិត្តថាចេញទៅឥឡូវនេះចុះចៅចិត្តបើចិនរថយន្តទៅវេលានេះប្រហែលជាម៉ោង4រសៀលទើបដល់ផ្ទះយើងចៅចិត្តក៏ចុះទៅរវៃតាមបង្គាប់ហើយឡើងបររថយន្តចិនទៅសំដៅទៅតាមផ្លូវបបៃលិនស្ទឹងដេដាទៅដោយស្រែចំការច្បាក់ដំណាំលុះផុតពីភូមិភ្នំសំពៅភូមិស្ទឹងកាលណាមានតែព្រៃប្រឹក្សាលតាវលនិងភ្នំក្រំថ្មដេដាផ្លូវក៏កាន់តែលំបាកឡើងផ្ទៃផែនដីខ្ពស់ទាបបត់បែនជាច្រើនជាន់កាលចៅចិត្តក្រឡេកមើលមកក្រោយស្រាប់តែឃើញបាឡាត់ស្រុកនោះនិយាយក្អាកក្អាយសបាយរីករាយជាមួយនឹងនាងនារីចៅចិត្តក៏កាត់មកហៅខ្លាំងឡើងថែមលើសេចក្តីមួម៉ៅកាលទៅផ្សារទិញត្រីនោះមួយជាន់ទៀតខ្លែងកាច់ចង្កូតឲ្យមាត់ក្បាលធ្លាក់ទៅចង្ហុករៈមួយអង្លើនៅក្បែរផ្លូវម៉ាស៊ីនរូតរំពងព្រៃហើយទុច្ចងក់ស្ងៀមនៅនឹងកន្លែងនោះឯងចៅចិត្តក្រឡេកមើលមកក្រោយស្រាប់តែឃើញភ្នែកគ្រប់គូសម្លឹងមកចំខ្លួនបាឡាត់ស្រុកភ្លាត់ធ្លាក់ពីទីអង្គុយលួងរតនសម្បត្តិកំពុងយកដៃស្ទាបក្បាលដែលប៉ះទង្គិចនឹងដំបូលរថយន្តនាងនារីផ្អៀងត្រេតជីតែធ្លាក់តែជួនជាចាប់បង្អែកទាន់បាឡាត់បន្ទោសូហ្វឺចុងរៃបរថយន្តអីយ៉ាងអីចាស់នាងនារីញាក់ដងខ្លួនហើយបន្ទោថាចិត្តគាត់អីមិនចេះបរថយន្តទេឬអីចៅចិត្តបាយទៅលួងរតនសម្បត្តិហើយជម្រាបថាសូមអត់ទោសទៀនប្រោប្រសិនបើខ្ញុំបាទមិនកាច់ចង្កូតឲ្យញាក់ទៅចង្ហុកកង់មុខខាងស្ដាំមុខជាប៉ះនឹងរង្គាត់នោះជាប្រកបធ្វើឲ្យខូចពេលយូរជាងខ្លាចចង្ហុកនេះទៅទៀតលោកញាក់មុខទទួលទំនងជាយល់ដូច្នោះដែរហើយចៅចិត្តបែរមកមើលខាងក្រោយក៏ប្រទះនឹងភ្នែកដែលសម្លឹងសម្លក់ដាក់ជាច្រើនដងច្រើនគ្រាច្រើនត្រឡប់រថយន្តក៏បរទៅទៀតដូចធម្មតាតែនាងនារីសង្កេតយល់ដឹងដល់ចិត្តគំនិតរបស់ចៅចិត្តតែកាលណានាងធ្វើស្និទ្ធស្នាលនឹងបាឡាត់ស្រុកនោះរថយន្តក៏ក្រឡែងក្លែងក្លងរកកលធ្លាក់ជំហុកដាល់ខូបផ្លូវទៅស្ទើរតែមិនហ៊ាននិយាយអ្វីនឹងលោកបាឡាត់ទៀតតាំងពីនោះមកនាងក៏ដឹងខ្លួនថាចៅចិត្តមានបំណងអ្វីក្នុងខ្លួននាងលក់រថយន្តបរផុតភូមិប្រៃផ្ដៅទៅឆ្ងាយបន្តិចក៏ទប់ចងល់រលត់ម៉ាស៊ីនទើបចៅចិត្តលោតចូលទៅបើកគ្រឿងម៉ាស៊ីនមើលស្រាប់តែធ្វើមាត់វាតក្រកៅអ្នកជិះទាំងអស់គ្រប់គ្នាមានសេចក្តីព្រួយជីច្រើនទើបលួងរតនសម្បត្តិដែលមានសេចក្តីព្រួយច្រើនជាងគេក៏ចុះពីរថយន្តទៅសួរចៅចិត្តថាមិនដេចទៅទៀតបានឬទេលំមុំកែគុណបានឬទេចៅចិត្តក្រវីក្បាលដោយអស់សង្ឃឹមហើយជម្រាបទៅថាទៀនប្រោបរទៅទៀតមិនបានទេខូចត្រង់កន្លែងសំខាន់ដែលខ្ញុំបាទធ្វើមិនកើតតង់ទៅជួចិនក្រឡឹងដាក់ជាថ្មីទៅបាននារីម្ដងនេះស្រេចហើយនាងផ្ដេកខ្លួនលើពួករថយន្តដោយអាការអស់កម្លាំងជាច្រើនលោកបាឡាត់ចប់ពីរថយន្តដើរមកឈរចំពីមុខចៅចិត្តហើយថាគាត់ឯងបររថយន្តយ៉ាងម៉េចនឹងទាល់តែខូចរថយន្តអស់ម្លឹងចៅចិត្តឆ្លើយខ្លីៗថា
ខ្ញុំបាទបដូចយ៉ាងមនុស្សធម្មតាលោកក៏បានឃើញនឹងភ្នែកស្រាប់ហើយលោកបលាត់ខំមាត់ឲ្យថាបើគាត់ឯងមិនបឲ្យធ្លាក់ចង្ហុកអាមិញក៏គង់មិនខូចដល់ម្លឹងដែរចាត់ចុះលោកគិតថាខ្ញុំបាទក្លែងបឲ្យធ្លាក់ចង្ហុកឬអ្វីបលាត់ផ្លូវមានកគេក៏អាមិនក៏គាត់ឯងមិនបឲ្យត្រង់ទៅតាមផ្លូវមានតែគាត់ឯងក្លែងធ្វើឲ្យធ្លាក់ចង្ហុកចាត់លោកថាដូចម្ដេចក៏បានតែខ្ញុំបាទមិនបានក្លែងធ្វើឲ្យវាធ្លាក់ចង្ហុកទេបលាត់តង់ប្រយ័ត្នសម្ដីបន្តិចគាត់ឯងចាត់ខ្ញុំបាទបាននិយាយដោយសម្ដីគួរសមណាស់ហើយទៀនប្រោបលាត់មិនក៏គាត់ឯងប្រហើនមកទេក្រែងគាត់ឯងគ្រាន់តែជាអ្នកស៊ីឈ្នួលគេចៅចិត្តសាចំអកបន្តិចហើយថាខ្ញុំបាទជាអ្នកស៊ីឈ្នួលគេមែនតែមិនមែនស៊ីឈ្នួលលោកបលាត់ទេលួងរតនសម្បត្តិនឹករំខាននឹងសម្ដីនិយាយជជែកគ្នានោះក៏ហាមប្រាមទៅថាឈប់និយាយប៉ុណ្ណឹងហើយលោកបលាត់ការនិយាយជជែកគ្នានៅគ្រានេះវាមិនមានប្រយោជន៍អ្វីឡើយបុរាណលោកថាសាបមួយដៃប្រៃមួយជឹមមែនទេនារីចោះយើងគិតធ្វើដោយម្ដេចទៅដោយផ្ទះនាងសួរដោយសេចក្តីព្រួយបារម្ភជាច្រើនលួងនឹងហើយប៉ាក៏មិនដឹងគិតដូចម្ដេចដែរចៅចិត្តដើរចូលទៅរកលួងរតនសម្បត្តិហើយនិយាយជម្រាបថាយើងតោងរងចាំនៅទីនេះទុំរំមានរថយន្តណាមួយមកដល់ទីនេះប្រសិនបើមិនគ្មានទេក៏តោងតែស្នាក់នៅទីនេះមួយយប់បើនឹងដើរជើងទៅក្រែងតែកន្លះអាធ្លាតទៅដល់ផ្ទះអូតូលោកលួងដកដង្ហើមធំនាងនារីសួរលោកឪពុកដោយសេចក្តីវាតក់ថាយើងតោងតែដៀកស្នាក់ក្នុងព្រៃនេះមួយយប់ទៅឬប៉ាលោកលួងរតនសម្បត្តិញាក់មុខហើយថាកូនឃើញទេវេលានេះម៉ោង4រសៀលហើយឬមួយកូនចង់ដើរលើមើលក៏តាមចិត្តនាងនារីក្រវីក្បាលហើយថាទេប៉ាទំរាំដើរដល់កូនមុខជាស្លាប់ពាក់កណ្ដាលផ្លៃមិនខានឡើយចៅចិត្តសោយខ្លាំងនាងនារីបាយទៅសម្លឹងចំមុខហើយសួរថាគាត់ឯងសោយអីចៅចិត្តញញឹមញញែមតាមធម្មតាហើយថាភៀងបាទសោយនឹងកំព្រុកមួយនោះទេតើវាហក់លោតពីដើមស្មៅទៅដើមកន្ទួតព្រៃវាផ្លិតចំណាប់ធ្លាក់មកដល់ដីចិត្តប្រកាច់បានជាខៀងបាទសោយនឹងវានារីគេភ័យគេព្រួយរាល់គ្នាឯងគិតតែពីសោយសបាយចិត្តបានជាខៀងបាទសោយពីព្រោះសត្វនោះមានជើងដល់ទៅ4នៅតែមានផ្្លាត់ចំណាប់ធ្លាក់ដល់ដីទាល់តែបានដូចនេះទេតើនាងមិនឆ្លើយតបទៅវិញទេគ្រាន់តែសម្ដែងអាការមិនគាប់ចិត្តប៉ុន្តែនាងធ្លាប់សម្ដែងកិរិយាដូច្នោះជានិច្ចចៅចិត្តធ្នឹកនឹងនិស័យបែបនេះមកច្រើនត្រាហើយទើបមិនមានចិត្តព្រួយបារម្ភអ្វីថែមទាំងយល់ថាស្ត្រីកាលមិនសម្ដែងកិរិយាក្លិកក្លក់ខ្លះទេក៏មិនល្អមើលដែរគ្រាន់តែកុំឲ្យជ្រុលហួសពេកប៉ុណ្ណោះឯនាងនារីនឹកប្រារព្ធនឹងខ្លួនឯងកូនឈ្នួលកំឡោះនេះចម្លែកជាងកូនឈ្នួលដតីទៀតជាអ្នកមានអំនួតបន្តិចថែមចាំងប្រាវសម្ដីមិនជេរក្រែងចិត្តយ៉ាងណាទេតែវាចេះនិយាយសមហេតុសមផលទើបនាងចូលចិត្តនិយាយឬជជែកពីរឿងអ្វីៗលេងលោកបលាដាឈឿងមកក្បែរនាងនារីហើយសួរថាចុះហេតុអីក៏គុណនារីចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងអាក្មេងកំឡោះនោះម្ល៉េះនារីនរណាប្រាប់លោកថាខ្ញុំចូលចិត្តទៅនិយាយឆ្លើយឆ្លងនឹងវាបលាដខ្ញុំបានឃើញនឹងភ្នែកបានឃើញវានិយាយជជែកនឹងគុណទាល់តែគុណទាល់ច្រករបស់វាម្លឹងហើយនៅតែគុណទៅនិយាយជជែកនឹងវាទៀតវាជាក្មេងប្រហើនមិនចេះគួរសមទេគុណពិនិត្យមើលវាឲ្យមែនតែនចុះនាងនារីញាក់មុខទំនងយល់ដូច្នោះដែរហើយឆ្លើយថាកម្មករនេះប្រហើនមិនតិចមែនតែឧស្សាហ៍ធ្វើការណាស់លោកបលាដប្រហែលជាវាទៅមកនៅទេបានជាពីដើមមិនដាងឃើញសោះនារីចាំវាទៅនឹងមកនៅមែនប្រហែលជាង6ខែប៉ុណ្ណឹងឪពុករបស់ខ្ញុំគាត់មានចិត្តអាណិតមេត្តាតែឃើញថាជាមនុស្សកំព្រាឪពុកម្ដាយហើយបានប្រគល់ឲ្យជីកអណ្ដូងត្បូងនៅទិសខាងកើតដែលទើបនឹងបើកថ្មីនិយាយគ្នាបានត្រឹងប៉ុណ្ណេះក៏ស្រាប់តែឮសំឡេងលោកលួងរតនសម្បត្តិស្រែកហៅនាងនារីហើយប្រាប់ថានារីកូនចាត់ចែងដាំបាយទឹកឪពុកនឹកឃ្លានបាយណាស់ហើយឲ្យចៅចិត្តរកអ៊ូភ្លើងផងចៅចិត្តចូលមកចិត្តហើយសួរថាឈឿននឹងឲ្យខ្ញុំបានជួយធ្វើការអ្វីខ្លះចូលប្រាប់មកចុះនារីទៅរកដុំថ្ម3ដុំមកហើយរកអ៊ូបង្កាត់ភ្លើងឡើងផងនាងបង្គាប់ទៅលោកបលាដថាលោកបលាដអនុត្តយកសាច់ដាក់កំប៉ុងមកឲ្យខ្ញុំ2កំប៉ុងនិងសណ្ដែកហូឡាន់ថៅផងកំឡោះទាំងពីរអ្នកក៏ខំធ្វើការផ្កប់គុណនាងក្រមុំយ៉ាងមឿងម៉ាត់ឯចៅចិត្តបានថ្មតុយ3ដុំហើយដាក់តម្រៀមគ្នាជាមុំជើងក្រានហើយទៅរកអ៊ូបង្កាត់ភ្លើងឡើងដងហូនគុណនឹងឲ្យខ្ញុំបាក់ធ្វើអ្វីទៀតចៅចិត្តសួរនាងខណៈដែលបង្កាត់ភ្លើងរួចហើយនារីជៀនត្រីឆាសាច់គោនិងសណ្ដែកទ្រឿង
យើងគ្មានខ្លះទេចៃចិត្តតងរកខ្លះមកចិត្តទៀនប្រោទីនេះមិនមែនផ្សារសង្កែទេចុះឲ្យខ្ញុំបាទទៅរកឯណាមកជូនគុណបាននាងដកដង្ហើមធំហើយប្រាប់ថានេះប្រក់ត្រឡាំងមិនដេចក៏មិនយល់ការអ្វីសោះខ្ញុំគ្រាន់តែឲ្យទៅរកភេកអ្វីមួយសំប៉ែក៏បានហើយសម្រាប់យកមកចៀនឆាប៉ុណ្ណោះចៃចិត្តញញឹមហើយថាប៉ុណ្ណឹងទេឬហើយស្ទុះក្រោកទៅឯរថយន្តលើកពួកកំរៅអង្គុយឡើងមើលឃើញចានស្ព័នសសំប៉ែតកាន់លើកបង្ហាញទៅនាងនារីថាបែបនេះបានឬទេគុណតាំងពីចៃចិត្តចូលមកនៅច្រកកូននឹងនារីនាងមិនដែលញញឹមម្ដងសោះទើបតែពេលនេះនាងក៏ញញឹមជំនួសពាក្យតបជាគ្រាដំបូងលុះលៀងចានស្ព័នសរួចហើយចៅចិត្តក៏ដាក់លើជើងក្រានបណ្ដោះអាសនៈនោះឯងនារីក៏យកខ្លាញ់ជ្រូកដក់ជៀនក្នុងចាននោះចៅចិត្តក៏យកស្លឹកត្នោតបក់ភ្លើងឲ្យឆេះឡើងតលតែភ័យហុយទ្រពឡើងតលតែនាងប្រាប់ឲ្យឈប់បក់ចិត្តគុណគិតពិសាតែសៃទទេមិនដាំបាយទេឬចៅចិត្តសួរនាងដើហេតុមិនឃើញនាងដាំបាយសោះនារីមែនហើយចិត្តខ្ងើភ្លេចឈឹងចុះយើងរកឆ្នាំងឯណាដាំបាយនាងនិយាយឲ្យសម្លឹងមុខចៅចិត្តតំណងសុំឲ្យជួយគិតគួរផងចៅចិត្តដឹងតំណងក៏រត់ទៅឯរថយន្តម្ដងទៀតរកបានកំប៉ុងបៀមួយធំបើកដួលយកសាច់បៀចេញខ្ចប់អស់ហើយក៏វិលមករកនារីសួរថាបែបនេះបានប្រើទេគុណនាងនារីញញឹមទទួលម្ដងទៀតម្ដងនេះញញឹមចេញមកដោយសុទ្ធចិត្តឥតខ្លាញ់បន្តិចឡើយគ្រានេះដែលចៅចិត្តឃើញថាគុណនារីចៅវាយក្រមុំរបស់គេនេះមានកិរិយាទន់ភ្លន់ផ្អែមល្ហែងចម្លែកណាស់នារីប្រហែលជាប្រែការបានចិត្តនាងតបទៅដោយសម្ដីធម្មតានារីចុះយើងបានទឹកមកពីណាដាំបាយចិត្តមិនអីទេទុកភ្នាក់ងារខឹងបាទរកជូនគុណតតែបានថាហើយក៏ទៅបីបំពង់ទឹកកកក្នុងរថយន្តទឹកហូរចេញមកតតែពេញកំប៉ុងហើយយកមកឲ្យនាងនារីលោកលួងលន់សម្ដីពីក្នុងរថយន្តមកថាឆ្លាតគ្រាន់បើមិនបានចៅចិត្តប្រហែលជាអត់បាយក្នុងពេលនេះទាំងអស់គ្នាមិនខានឯលោកបលាត់ទទួលយកអាសាជានឹកដាំបាយដោយដឹងខ្លួនថាខ្លួនដូចចាញ់ព្រៀបចៅចិត្តច្រើនណាស់ការដែលនៅស្ងៀមមិនជួយខ្វល់ខ្វាយនឹងគេស្រាប់តែបាយឆ្អិនបរិភោគនោះដូចជាមិនសាមសោះឯចៅចិត្តតអំពីនោះមិនបានជួយធ្វើអ្វីទៀតទេតតែបាយឆ្អិនទើបដួសបាយដាក់ចានដាក់ត្រីចៀនឆាសាច់គោយកទៅជួនលួងរតនសម្បត្តិឯខ្លួនឯងនិងនាងនារីបរិភោគនឹងស្លឹកឈើឯលោកបលាត់ស្រុកបរិភោគនឹងក្រដាសកាសែតដែលខ្ទប់អេវ៉ាន់មកពីផ្សារសង្កែរឿងរ៉ាវក្នុងវគ្គនេះសូមបញ្ចប់ត្រឹមនេះសិនហើយយប់កាន់តែជ្រៅព្រៃកាន់តែស្ងាត់ហើយពួកគេទាំង4នាក់ត្រូវដេកផ្លូវនៅទីនេះតាញ៉ាគិតថានឹងមានរឿងអ្វីកើតឡើងបន្តទៀតចំពោះពួកគេទាំង4នាក់នៅពេលដែលត្រូវស្នាក់នៅក្នុងព្រៃស្ងាត់មួយយប់នេះតើនឹងមានគ្រោះថ្នាក់ឬមានរឿងរ៉ាវស្នេហាកើតឡើងសូមខមមិនទស្សន៍ទាយនៅខាងក្រោមហើយកុំភ្លេចរងចាំទស្សនាវគ្គ4ដែលជាវគ្គដ៏រន្ធត់